បាទជំរាបសួរពុកម៉ែបងប្អូនបាទនេះជាវិធីសាស្ត្រមួយដែលយើងចំណាយអស់តែម្ដងហើយទទួលបានប្រាក់កម្រៃរហូតបាទហើយចំណាយមិនច្រើនទេបងប្អូនណាចំណាយអត់ច្រើនទេនឹងយ៉ាងច្រើនថា100000ទៅចុះណា100000ទៅចុះហើយខ្ញុំនេះក៏អត់បានចំណាយដែរដោយសារតែបងប្អូននោះគាត់ឲ្យយើងសាកអញ្ចឹងទៅគាត់ឲ្យបាទហើយយើងគាត់ទៅទិញសំណាញ់អីតិចតួចអញ្ចឹងទៅហ្នឹងហើយយកមកផ្សារដែកតិចតួចហើយចងដាក់សំណាញ់អញ្ចឹងទៅបាទហើយរហូតមកដល់ពេលហ្នឹងខ្ញុំមិនបាច់រាយរាប់ទេណាបងប្អូនមើលតាមហ្នឹងទៅខ្ញុំប្រមូលផលបាន3ដងហើយប៉ុន្តែខ្ញុំអត់ដាក់ច្រើនទេបាទដាក់តិចទី1គ្រាន់ជាការកំសាន្តបាទគ្រាន់ការកំសាន្តឲ្យក្មេងៗមើលអីចឹងទៅបាទទី2គ្រាន់យើងហូបបាទហូបស្រ័យចឹងទៅបងប្អូនញាតិមិត្តជិតខាងចឹងទៅបាទហើយទី3គ្រាន់ជាបទពិសោធន៍បាទបទពិសោធន៍តើយើងធ្វើហ្នឹងវាអាចទេធ្វើបានផលទេធ្វើបានទេយើងសាកល្បងវាមើលបាទឃើញថាយើងធ្វើទៅទទួលបានផលមែនអញ្ចឹងយើងប្រមូលផល3ដងហើយបាទហើយនេះយើងចាប់អស់ខ្លះហើយណាហ្នឹងហើយនៅមួយចំនួនទៀតដែលយើងទុកយកពងវាបាទទុកប្រហែលជា1គីឡូអីជាងប៉ុណ្ណឹងឯងអត់ទុកច្រើនទេទុកហ្នឹងគឺទុកយកពងវាយកពូជបាទហើយហ្នឹងបងប្អូនមើលមានអីទេយើងដាក់បានជាភ្ញាស់ជាកូនបានហើយហ្នឹងមានទៅទិញចំណីទិញអីអស់មកកាក់ម៉ាស៊ីនណាអត់ទេបងប្អូនណានៅជុំវិញផ្ទះបងប្អូនហ្នឹងគឺសម្បូរស្មៅទៅបាទស្លឹកចេកទៅបាទស្លឹកឫស្សីអញ្ចឹងទៅបាទស្លឹកឆៃយ៉ាអញ្ចឹងទៅស្អីក៏ស៊ីហើយកដោបហ្នឹងបាទវាស៊ីអត់រើសមុខទេស្អីក៏ស៊ីដែរអញ្ចឹងបងប្អូនណាបើមានចម្ងល់អីចង់សាកល្បងចង់អីអាចសាកសួរបានបាទខ្ញុំទទួលចាំប្រាប់បងប្អូនធ្វើម៉េចចិញ្ចឹមឲ្យបានផលហើយរីកចម្រើនអាចជាបើកជាកសិដ្ឋានធំអីក៏បានដែរបាទប៉ុន្តែមុននឹងដល់អាធំយើងត្រូវផ្ដើមចេញពីអាទូចនឹងទៅសិនពីតិចនឹងទៅសិនតែយើងធ្វើអាតិចនឹងកើតហើយនៅបានផលហើយនៅនឹងដូចសាកល្បងដូចខ្ញុំអញ្ចឹងណាបាទខ្ញុំបានន័យថាដឹងខ្លួនឯងថាធ្វើកើតធ្វើបានបាទចិញ្ចឹមបានក៏ប៉ុន្តែខ្ញុំនៅលើដំបូលផ្ទះវាអត់មានដីធំទេបងប្អូនហើយបងប្អូនដូចឃើញស្រាប់អញ្ចឹងហ្នឹងហើយលើដំបូលផ្ទះយើងមានទីកន្លែងប៉ុណ្ណឹងតិចតួចហ្នឹងហើយសាកល្បងអានេះពេលតនេហ្នឹងយើងដាក់ទៅបងប្អូនណាដាក់លេងចិញ្ចឹមលេងអញ្ចឹងទៅគាត់ជាការកំសាន្តងាយអញ្ចឹងទៅគួយមើលលេងអញ្ចឹងទៅបាទស្ដាប់សំឡេងវាយំទៅមួយយ៉ាងទៅអង្គុយមើលសភៅអីចឹងទៅជាមួយយ៉ាងស្រាយលើចំណង់ចំណូលចិត្តអស់លោកអ្នកបងប្អូនដែលចូលចិត្តអីធ្វើតាមហ្នឹងទៅហើយការចិញ្ចឹមហ្នឹងកុំលោភបងប្អូនណាហ្នឹងហើយចាំកុំលោភយើងដំបងដាក់តិចទៅហ្នឹងហើយកុំឲ្យថាវាអត់បានផលទៅវាខាតច្រើនណាហ្នឹងហើយយើងដាក់តិចកើតអញ្ចឹងបើច្រើនក៏កើតដែរយើងទៅគិតអញ្ចឹងណាហ្នឹងហើយតិចទៀតខ្ញុំនឹងបង្ហាញលម្អិតតិចតើយើងដាក់ធ្វើម៉េចឲ្យផុតពីសម្ោចផុតពីសត្វនាហ្នឹងហើយអរគុណច្រើនបងប្អូនមានប៉ុណ្ណឹងអញ្ចឹង